សម្មាសម្ពុទ្ធស្សៈយៈមោតស្សៈភៈកវេតោអរហតោសម្មាសម្ពុទ្ធស្សៈឥឡូវចៅប្រឡងបាក់ដប់ជាប់ហើយចៅចង់បន្តទៅណាទៀតទេចៅខ្ញុំកណាចង់ទៅរៀនបន្តទៀតលោកតាល្អហើយចៅតែបើចៅចង់រៀនបន្តទៀតចៅគួរតែពិភាក្សាជាមួយអ្នកគ្រូសកលខ្លួនឯងសិនទៅអាត្មាមានសេចក្តីត្រេកអរណាស់បានជួយចៅព្រោះចៅជាក្មេងកំព្រីកំព្រើដែលអត់មានម៉ែមានឪនោះខ្ញុំកណាអរគុណលោកតាខ្ញុំកណាថ្វាយបង្គំលាស្មាអ្នកគ្រូសប្បាយចិត្តណាស់ដែលឯងសម្រេចចិត្តទៅរៀនបន្តនៅភ្នំពេញប៉ុន្តែអ្នកគ្រូគ្មានអ្វីជួយឯងច្រើនទេអ្នកគ្រូនឹងផ្ញើឲ្យឯងមួយខែ 20,000 រៀលអ្នកគ្រូដឹងថាវាមិនគ្រប់គ្រាន់ឲ្យឯងរៀនទេព្រោះរៀននៅមហាវិទ្យាល័យត្រូវចំណាយលុយច្រើនណាស់តែធ្វើយ៉ាងម៉េចបានអ្នកគ្រូក្រដែរដោយឯងដឹងស្រាប់ហើយថាប្រាក់ខែគ្រូបានមួយខែប្រមាណនោះអ្នកគ្រូប៉ុន្តែគឺវាពិសេសវិសាលសម្រាប់ខ្ញុំណាស់ទៅហើយខ្ញុំមិនភ្លេចគុណអ្នកគ្រូទេព្រោះអ្នកគ្រូបានជួយឲ្យខ្ញុំស្គាល់រស្មីនៃជីវិតថ្មីខ្ញុំបានប្រឡងជាប់បាក់ដុំហើយបានទៅរៀនបន្តនៅឧត្តមទាននេះជាបំណងប្រាថ្នាតែមួយគត់របស់ខ្ញុំដែលខ្ញុំបានខំប្រឹងប្រែងតាំងពីតូចរហូតមកដល់ពេលនេះតែខ្ញុំមិនដឹងថាតើខ្ញុំអាចសម្រេចគោលដៅនោះឬក៏យ៉ាងណាទេស្នាកុំអស់សង្ឃឹមអីកូនជីវិតត្រូវតែតស៊ូហើយអ្នកគ្រូជឿថាឯងពិតជាមានសំណាងទៅថ្ងៃមុខស្នាអ្នកគ្រូសូមជូនពរឲ្យឯងបានជួបសំណាងល្អណាស់បាទណែពេលទៅដល់ភ្នំពេញស្នាក់ឯងចុះសម្បត្តិនេះទៅជូនមិត្តភក្តិអ្នកគ្រូចុះគាត់ពិតជាជួយដល់ឯងជាមិនខានព្រោះគេមានជីវភាពធូរធារអ្នកគ្រូឮថាគេមានកូនផ្ទះចាំដីអញ្ចឹងស្នាក់ឯងអាចទៅស្នាក់នៅកន្លែងនោះបានហើយយល់នៅខ្ញុំអរគុណអ្នកគ្រូច្រើនណាស់ស្នាឲ្យតែស្នាខំប្រឹងរៀនអ្នកគ្រូសប្បាយចិត្តណាស់ទៅហើយរៀនពូកែដូចជាឯងអញ្ចឹងអ្នកគ្រូជឿថាឯងនឹងបានទទួលអាហារូបករណ៍ជាមិនខានអរគុណអ្នកគ្រូខ្ញុំក៏សង្ឃឹមដូចអ្នកគ្រូអញ្ចឹងដែរខ្ញុំនឹងខំប្រឹងប្រែងរៀនឲ្យបានអាហារូបករណ៍មិនឲ្យអ្នកគ្រូអស់សង្ឃឹមទេចំណាយសៀវភៅនិងសម្ភារៈសិក្សាចាំទៅដល់ភ្នំពេញចាំគិតទៀតអ្នកគ្រូណែសម្រាប់ប្រាក់ខែមួយខែ 20,000 នោះអ្នកគ្រូនឹងផ្ញើឲ្យឯងជារៀងរាល់ខែហើយបើមានលទ្ធភាពអ្នកគ្រូនឹងផ្ញើឲ្យឯងបន្ថែមទៀតណាស្នាបាទអ្នកគ្រូខ្ញុំជម្រាបលាសិនហើយទៅចោះឲ្យបានសុខស្នាអេពូតៃសិទ្ធិកាស្នាហើយស្នាមកភ្នំពេញតាំងពីកាលហ្នឹងមិននឹងសិទ្ធិកាអូគឺជាមិត្តភក្តិចាស់របស់ខ្ញុំហ្នឹងណារៀននៅប្រទេសមានជ័យជាមួយគ្នាជំរាបសួរខ្ញុំមកភ្នំពេញដើម្បីរៀនបន្តហើយណាមួយឆ្លៀតពេលទំនេរក៏មករត់ស៊ីក្លូដើម្បីយកលុយទិញសៀវភៅរៀនហ្នឹងណាហើយស្នាក់នៅណាដែរអូស្នាក់នៅខ្ទមចាំដីរបស់មិត្តភក្តិអ្នកគ្រូសកុលនោះអីអ្នកគ្រូសកុលអ្នកធ្លាប់ទៅជួយខ្ញុំរហូតមកនោះអូខ្ញុំនឹកឃើញហើយព្រឹកនេះយើងមិនបាច់ទៅណាទេយើងទៅលេងផ្ទះវាសនាតែម្ដងទេតែអត់សមទេអីខ្ញុំចង់ទៅលេងផ្ទះវាសនាដែរហើយខ្ញុំចង់ជិះស្គរវាសនាឯងតែម្ដងអត់ទេខ្ញុំទៅណាមិនអីទេអញ្ចឹងក៏បានដែរហើយណាមកដល់ហើយអ្នកទាំងអស់គ្នាញ៉ាំទឹកទៅណាញ៉ាំទៅស្នាពួកយើងបានគិតគ្នារួចអស់ហើយគិតគូគិតរឿងអីទៅ
គឺចេះពួកយើងបានមតិគ្នាឲ្យថានឹងជួយឯងក្នុងមួយថ្ងៃម្នាក់500រៀលយ៉ាងមិនដែរស្នាមិនអីទេអីខ្ញុំធាក់សក្លោខ្ញុំបានលុយដែរតាស្នាកំបកាយអីទទួលទៅមិនអីទេខ្ញុំអរគុណចំពោះសន្តានចិត្តរបស់អ្នកទាំងអស់គ្នាហើយតែខ្ញុំតែនេះជាបំណងល្អរបស់មិត្តភក្តិស្នាទទួលយកទៅណាមែនហើយទទួលយកស្នាមានឱកាសច្រើនដើម្បីនឹងរៀនសូត្រអញ្ចឹងយកទៅណាយកទៅណាយកទៅណាណាយកទៅណាយកទៅអញ្ចឹងខ្ញុំអរគុណចំពោះសន្តានចិត្តរបស់អ្នកទាំងអស់គ្នាខ្ញុំអរគុណណាហាម៉ៃអាសាទអើយសុខសប្បាយជាទេអូសម្បត្តិតម្រិះជួនភូមិហើយថ្ងៃនេះសុខជាទេមកអង្គុយលេងសិនទៅអង្គុយស្អីខ្ញុំមកមើលសម្ភារៈដើម្បីយកទៅដាក់ផ្ទះអន្តិញអូអញ្ចឹងមកចាំខ្ញុំជូនទៅមើលទៅសម្បត្តិឯងដូចជាមានសាច់ឈាមស្រស់ថ្លាជាងមុនឥឡូវហ្នឹងដូចតែពីមុនអញ្ចឹងហើយអ្មេចហើយការងាររកស៊ីរបស់ឯងកាក់កបទេសម្បត្តិអើយគ្រាន់តែមករស់ចិញ្ចឹមប្រពន្ធចិញ្ចឹមកូនឲ្យតែគេហៅថាឪទៅវាសប្បាយចិត្តណាស់ហើយខ្ញុំនោះឯងនេះប៉ិនដាក់ខ្លួនណាហាងអប៉ុនណាណីនិយាយអញ្ចឹងសម្បត្តិឯងមានបានស៊ើបសួររកប្រពន្ធកូនអីទេណាស្ងាត់ឲ្យជ្រាបគ្មានដំណឹងអីសោះមិនដឹងថាពួកគេនោះស្លាប់ឬរស់ទេអញ្ចឹងសម្បត្តិឯងមិនគិតគូរតាមរកទៀតទេធ្លាប់ទៅរកដែរតែមានគេប្រាប់ថាម៉ែវានឹងស្លាប់បាត់ទៅហើយអាស្នាទៀតក៏បាត់ដំណឹងឈឹងមិនដឹងថាខ្ញុំទៅរកវានៅឯណាទេទៅរកឯស្រុកកំណើតទៅប្រហែលជាអាចរកឃើញកាលពី10ឆ្នាំមុនពេលចេញពីគុកខ្ញុំក៏ធ្លាប់ទៅរកវាម្ដងដែរតែវាមិនឃើញអរគុណហើយសានដែលបានជួយគិតគូរតែឥឡូវខ្ញុំក៏រវល់ណាស់ដែរពីព្រោះត្រូវទទួលខុសត្រូវប្រពន្ធកូនក្រោយទៀតខ្ញុំចង់ទៅខាងនោះទៅមើលខាងនោះម្ដងណាតោះខ្ញុំជូនទៅណែមកនេះធ្វើអីមើងធ្វើលឿនឡើងមើងហ្នឹងជិតដល់មកស៊ីបាយហើយបាទបងហើយខាងនោះធ្វើការលឿនមើលរានាងបាទអូជួយឯងអត់ទៅរៀនទេបើមកធ្វើកម្មករសំណងអញ្ចឹងទៅរៀនតាអ៊ំប៉ុន្តែពេលនេះវាកងធំហើយទើបឆ្លៀតពេលទំនេរមកពីរៀនមករកការងារធ្វើដើម្បីយកលុយទៅរៀននឹងណាអ៊ំចុះឯងរៀនថ្នាក់ទីប្រមាណហើយបាទខ្ញុំរៀននៅមហាវិទ្យាល័យអក្សរសាស្ត្រឆ្នាំទី2ណាអ៊ំថាម៉េចក្មួយរៀនមហាវិទ្យាល័យបាទអូយមកធ្វើកម្មករសំណងទីនេះក្មួយអត់មានបងប្អូនទេខ្ញុំអត់មានបងប្អូនម៉ែឪទេសំណាងហើយបានមករៀននៅភ្នំពេញនេះបានមិត្តភក្តិគេជួយណាអ៊ំស្ដាប់ទៅគួរឲ្យអាណិតដែរចូលពីតាណាបានចាក់ស្វាទ្វារចោលបែបគាត់ទៅស្លាប់ទេដឹងព្រោះគាត់មិនដែលទៅណាក្រៅគេទេប្រហែលជាវាទៅណាឯងដឹងស្អីក្រន់ណាស់ទើបមកពីខេត្តដូចតែគ្នាហ្នឹងមុនយើងទៅខាងវាប្រាប់អញថាវារកការងារធ្វើបានហើយការងារអីទៅគឺណាហើយមិនដឹងពិតឬមិនពិតផងព្រោះខ្ញុំមិនមែនជាអ្នកសួរដេញដោលផងវាប្រាប់ថាធ្វើការសំណង់នៅពោធិ៍ចតុងធ្វើសំណង់អាសនាបេតស៊ូណានេះប្រហែលជាវាខ្លាចចិត្តពួកយើងហើយបានជាវាខិតខំរកការងារធ្វើបែបនេះហើយចុះរបស់នេះទុកនេះឬក៏យកទៅវិញពួកយើងក៏ទៅចាំស្នាដល់ល្ងាចទេ